សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីហេតុការណ៍ដែលបានកំពុងកើតឡើងនៅប្រទេសអេស្ប៉ាញក៏ដូចជាមកលើរូបខ្ញុំផ្ទាល់ដែលកំពុងរស់នៅក្រុងម៉ាឌ្រីតខ្ញុំសូមនិយាយអំពីដំណើរដើមតូងមកតែម្ដងនៅក្រុមហ៊ុនមួយដែលខ្ញុំកំពុងចុះស្តារម៉ោងប្រហែលជា12កន្លះថ្ងៃច័ន្ទភ្លើងបានដាច់ហើយម៉ាស៊ីនទាំងអស់នឹងឈប់ដំណើរការដល់ពេលអញ្ចឹងទៅអ្នកដែលធ្វើការនៅក្រុមហ៊ុនឬក៏រោងចក្រជិតខាងនាំគ្នាចេញមកក្រៅដើម្បីសួរនាំគ្នាក្រែងលោថាភ្លើងដែលដាច់នោះដាច់តែនៅក្នុងក្រុមហ៊ុនខ្លួនឯងតែដល់ពេលជជែកគ្នាចុះឡើងទៅមិនដឹងថាភ្លើងត្រូវបានដាច់ទូទាំងប្រទេសរួមទាំងនៅប៉ូទុយហ្គាល់នៅបារាំងទៀតខ្ញុំបានសួរគ្រូបង្វឹកខ្ញុំថាហេតុអីបានភ្លើងដាច់គាត់ក៏ប្រាប់ថាមកពីពូទីនអ្នកផ្ដាច់ខ្ញុំដល់ពេលលឺអញ្ចឹងទៅរៀងបារម្ភភ័យដែរដល់ពេលក្រោយមកបានដឹងថាហេតុផលពិតប្រាកដគឺអត់ទាន់មានអ្នកណាដឹងទេអញ្ចឹងមានន័យថាដែលគាត់ប្រាប់ខ្ញុំថាពូទីនអានឹងគ្រាន់តែជាការយល់ឃើញរបស់គាត់ហើយនៅពេលដែលមានភ្លើងដាច់អញ្ចឹងទៅសេវាដឹកជញ្ជូនសាធារណៈដូចជារថភ្លើងមេត្រូគឺជាប់គាំងហើយសម្បីតែនៅតាមផ្សារទំនើបតាមមន្ទីរពេទ្យគឺអត់មានភ្លើងប្រើទេម្នាក់គឺនាំគ្នាសួរនាំគ្នាជ្រួលច្បល់ព្រោះសម្បីតែសេវាអ៊ីនធឺណិតនេះក៏រអាក់រអួលដែរគឺសេវាវាខ្សោយខ្លាំងមែនទែនអំឡុងពេលម៉ោង12កន្លះនោះអ្នកដែលកំពុងជិះមេត្រូនៅយើងដឹងថាមេត្រូគឺរថភ្លើងនៅក្រោមដីនៅពេលដែលភ្លើងដាច់ភ្លាមគឺពួកគាត់ជាប់នៅក្នុងមេត្រូនឹងឯងគឺងងឹតឈឹងហើយបន្ទាប់ពីភ្លើងដាច់ក៏នាំគ្នានៅចាំមើលគេលោថា1ម៉ោង2ម៉ោងទៀតអីអញ្ចឹងភ្លើងមកវិញប៉ុន្តែដល់ពេលនៅចាំទៅ2-3ម៉ោងហើយអត់ឃើញភ្លើងមកវិញអញ្ចឹងក៏នាំគ្នាបិទក្រុមហ៊ុនបិទរោងចក្រទៅផ្ទះហើយខ្ញុំជាធម្មតាខ្ញុំមកផ្ទះវិញខ្ញុំជិះឡានក្រុងហើយជិះមេត្រូដល់ពេលអញ្ចឹងទៅពេលហ្នឹងមេត្រូអត់ដំណើរការទេសេវាដឹកជញ្ជូនសាធារណៈដែលដំណើរការគឺមានតែឡានក្រុងពេលអញ្ចឹងខ្ញុំពេលហ្នឹងអត់ដឹងថាគួរជិះឡានក្រុងមួយណាហើយបន្តទៅឡានក្រុងមួយណាដើម្បីមកដល់ផ្ទះពេលអញ្ចឹងទៅខំស្វះស្វែងប្រើ Google Map ហ្នឹងសើចមិនចេះចេញទៀតទម្រាប់នឹងបានចេញរឹងភ័យដែរព្រោះខ្ញុំអត់មាន Google Map ទេខ្ញុំអត់ដឹងថាមកដល់ផ្ទះតាមផ្លូវណាទេដល់ពេលដែលខ្ញុំនៅក្នុងឡានក្រុងនោះនៅតាមផ្លូវក៏ឮសរ៉ែនឡានសង្គ្រោះបន្ទាន់វីវទៅវិញទៅមកនឹងឯងអានេះខ្ញុំគិតថាប្រហែលជានៅពេលដែលភ្លើងដាច់អញ្ចឹងអាចនឹងបង្កមានហេតុការណ៍អីកើតឡើងនៅពេលដែលមកដល់ផ្ទះអ្នកដែលនៅផ្ទះជួលជាមួយខ្ញុំប្រាប់ថាអ្នកខ្លះពេលចេញពីធ្វើការគឺដើរមកផ្ទះវិញព្រោះអីអត់មានអីជិះមកហើយនៅក្រុងម៉ាឌ្រីតតំបន់ដែលខ្ញុំរស់នៅនេះភ្លើងមកវិញកាលម៉ោងខ្ទង់ម៉ោង5ម៉ោង6ដល់ពេលអញ្ចឹងទៅនៅផ្ទះមាន Wi-Fi អញ្ចឹងទៅអាចប្រើអ៊ីនធឺណិតបានប៉ុន្តែបើស្អីយើងបើកអ៊ីនធឺណិតដោយប្រើ SIM card របស់យើងគឺអត់ដំណើរការទេហើយនៅប្រទេសអេស្ប៉ាញតំបន់ខ្លះបើគិតមកដល់ម៉ោងនេះតំបន់ខ្លះគឺមានភ្លើងប្រើតំបន់ខ្លះគឺនៅអត់ទាន់មានភ្លើងប្រើទេសូម្បីតែនៅក្រុងម៉ាឌ្រីតតំបន់ដែលខ្ញុំនៅនេះមានភ្លើងប្រើតែតំបន់ខ្លះទៀតគឺនៅអត់ទាន់មានភ្លើងប្រើទេនិយាយទៅវានៅតែជាចម្ងល់ថាមិនដឹងថាមូលហេតុអីបានជាភ្លើងដាច់អញ្ចឹង